អូនបក្រងនេះខ្ញុំទិញយូរនេះអត់បានធ្វើលើព្រឹកនេះ holiday អត់ទៅណាខ្ញុំមកធ្វើបក្រងនេះ green grass chili ហ្នឹងហើយបក្រងហើយនេះក្បួនគេឲ្យយើងធ្វើនេះយើងចាក់ដាក់កធន់មកកូរមួយទឹក1លីត្រហើយទៅយើងយកទៅដាំ2មិនិតបងប្អូនបន្ទាប់ពីដាំ2មិនិតហើយយើងត្រងវាឲ្យស្អាតមកយើងយកមកដាក់នៅក្នុងទូត្រជាក់បងប្អូនដាក់ទូត្រជាក់ឲ្យវាត្រជាក់ទៅហើយពេលវាកកហើយយើងអាចយកទៅញ៉ាំបានណាបងប្អូនយើងថែមខ្ទិះដូងថែមស្ករសថែមអីចឹងណាហើយនេះជាហួយនេះបងប្អូនជាហួយបក្រងហ្នឹងមកកញ្ចប់ហ្នឹងខ្ញុំចាក់ដាក់កធន់មកបងគេមានថង់សបៃនេះនៅក្នុងជាមួយកញ្ចប់ហ្នឹងឲ្យយើងស្រួលមកបងប្អូនប្រើថង់ហ្នឹងក៏បានប្រើកញ្ចែងយើងក៏បានដែរបងប្អូនអត់មានអីវល់ដបទឹកដូចខ្ញុំនេះមកដាក់2ដបទឹកហ្នឹង2ដបទឹកយើងផឹកហ្នឹង1លីត្រដែរបងប្អូនមកចាក់ដាំពេលបងប្អូនដាំដាក់ភ្លើងmedium heat ទៅបានហើយបងប្អូនដាក់ high heat គេដាក់ low heat ហើយយើងកូរវាផងអត់ដាក់ដាំចោលណាដាក់ដាំចោលពួកអីអានេះដូចអាចហួយយើងអញ្ចឹងបងប្អូនដាក់ដាំចោលវាខ្លោចបាតដែរបងប្អូនបន្ទាប់ពី2នាទីនេះ2នាទីខ្ញុំចម្រោះវាហើយដាក់ចានហ្នឹងនេះយកទៅដាក់ក្នុងទូត្រជាក់បងប្អូនដើម្បីឲ្យវាកកបងប្អូនបក្រងខ្ញុំរឹងនេះទុនធ្វើប៉ុណ្ណឹងដូចបក្រងស្រុកខ្មែរអញ្ចឹងហើយញ៉ាំជាមួយខ្ទិះដូងស្ករសបងប្អូនចង់ដាំជាទឹកស្ករត្នោតក៏បានដែរញ៉ាំជាមួយទៅខ្ទិះដូងខ្ញុំប្រើបាត់នេះនេះ cream បងប្អូនភូមិក្លិនដូចបក្រងស្រុកខ្មែរបងប្អូន